បារមីប្រាសាទតាក្របីកាច់កតែហ៊ានថៃស្លាប់អស់3នាក់បងប្អូនទស្សនិកជនជាទីគោរពកាលពីពេលថ្មីនេះកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានហេតុការណ៍ដ៏អាតកំបាំងនិងគួរឲ្យព្រឺសម្បុរមួយបានកើតឡើងដែលធ្វើឲ្យកក្រោកពេញបណ្ដាញសង្គមនិងក្លាយជាប្រធានបទក្តីកគុកពីមាត់មួយទៅមាត់មួយដោយដែលបងអូនបានជ្រាបស្រាប់ហើយថាปู่សៀមបាននាំមនុស្សជាច្រើនទៅលេងកម្សាន្តនៅតំបន់ប្រាសាទតាក្របីដែលជាទឹកដីកេរដំណែលដូនតាខ្មែរយើងពួកគេបាននាំគ្នារាំច្រៀងសប្បាយអឺងកងនៅបរិវេណមុខប្រាសាទដ៏ចំណាស់នេះប៉ុន្តែអ្វីដែលគ្មាននរណាម្នាក់នឹកស្មានដល់នោះគឺស្រាប់តែពេលកំពុងរាំលេងសុកបរិយាកាសក៏ប្រែជាស្ងាត់ជ្រងំខ្យល់បក់បោកខុសប្រក្រតីហើយបារមីម្ចាស់ទឹកម្ចាស់ដីនិងព្រលឹងដូនតាដែលថែរក្សាប្រាសាទតាក្របីបានជួលសន្ធិដ្ឋនឹងខ្លួនប្រជាជនថៃម្នាក់ភ្លាមអ្នកដែលត្រីបារមីជួលសន្ធិដ្ឋនោះបានប្រែទុកមុខយ៉ាងកាចសាហាយសំឡេងធំក្រហឹមគួរឲ្យខ្លាចនិងបានជង្អុលមុខប្រមានចំទៅកាន់ពួកសៀមទាំងអស់នោះថាប្រសិនបើប្រទេសថៃឯងមិនជួសជុលប្រាសាទនេះឲ្យមានសភាពស្រស់ស្អាតដូចដើមវិញទេនោះស្រុកទេឯងនឹងត្រូវវិនាសរលាអន្តរធានជាមិនខានសម្ដីនេះបានធ្វើឲ្យអ្នកដែលកំពុងសប្បាយនៅទីនោះស្រឡាំងកាំងភ័យញ័រខ្លួនចំប្រប់និងប្រញាប់រត់ប្រាសាទចេញពីទីនោះយ៉ាងតក់ស្លុតបំផុតប៉ុន្តែបងប្អូនអើយសាច់រឿងដ៏រន្ធត់នេះមិនទាន់បញ្ចប់ត្រឹមការជួលសន្ធិដ្ឋព្រមានត្រឹមប៉ុណ្ណោះនោះទេអ្វីដែលកាន់តែធ្វើឲ្យកក្រើកនិងភ័យខ្លាចដល់ឆ្អឹងខ្នងថែមទៀតនោះគឺប្រជាជនថៃតាមតំបន់ព្រំដែនបាននាំគ្នានិយាយខ្សឹបខ្សៀវតគ្នាអំពីហេតុការណ៍ស្លាប់យ៉ាងអាតកំបាំងរបស់ទាហានសៀមចំនួន3នាក់ដែលប្រចាំការនៅជិតតំបន់ប្រាសាទតាក្របីនោះអ្នកស្រុកជឿជាក់យ៉ាងមុតមមថាការស្លាប់នេះមិនមែនជារឿងចៃដន្យឬជំងឺតម្កាត់អ្វីនោះទេប៉ុន្តែគឺជាការសម្លាប់ដោយមហិទ្ធិឫទ្ធិបារមីម្ចាស់ស្រុកនិងប្រលឹងកងទ័ពបុរាណខ្មែរដែលនៅថែរក្សាទីនោះតើទាហានទាំង3នាក់នោះស្លាប់ដោយរបៀបណាមុននឹងចូលទៅដល់សាច់រឿងលំអិតដ៏ព្រឺព្រួយនេះខ្ញុំសូមបញ្ជាក់បន្តិចសិនថាចំពោះបងប្អូនណាដែលមិនជឿលើរឿងអរូបិយរឿងផ្លូវងងឹតខ្មោចព្រាយបិសាចឬបារមីស័ក្តិសិទ្ធិនៅតាមប្រាសាទបុរាណទេសូមបងប្អូនអូសរំលងវីដេអូនេះចុះប៉ុន្តែបើសិនជាបងប្អូនជឿជាក់លើរឿងរ៉ាវទាំងអស់នេះហើយចង់ដឹងការពិតសូមបងប្អូនជួយចុច like ចុច subscribe និងទុកមតិយោបល់នៅខាងក្រោមវីដេអូនេះម្នាក់មួយផងតោះឥឡូវយើងចូលទៅតាមដានសាច់រឿងទាំងអស់គ្នាបងប្អូនប្រហែលជាបានឃើញតាមរយៈបណ្ដាញសង្គមរួចមកហើយដែលប្រជាជនថៃបាននាំគ្នាយ៉ាងកុះករទៅលេងកម្សាន្តនៅតំបន់ប្រាសាទតាក្របីឬហៅប្រាសាទសិរីសួស្ដីពួកគេបានចាក់ភ្លេងរាំលេងយ៉ាងកក្រឹកកក្រែងដែលកាយវិការទាំងនោះមើលទៅហាក់បីដូចជាការប្រមាថនិងមិនឲ្យតម្លៃដល់ទីតាំងប្រវត្តិសាស្ត្រដ៏ពិសិដ្ឋរបស់ខ្មែរយើងទាល់តែសោះតែកំពុងតែរាំសប្បាយមិនទាន់បានប៉ុន្មានផងស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយបានកើតឡើងអ្នករាំម្នាក់ស្រាប់តែប្រែប្រួលកាយវិការមុខមាត់ប្រែជាកាចសាហាវសំឡេងបន្លឺឡើងខុសពីធម្មតាដែលគេជឿជាក់យ៉ាងច្បាស់ថាបារមីម្ចាស់ទឹកម្ចាស់ដីថែរក្សាប្រាសាទបានជល់សន្ធិដ្ឋក្នុងខ្លួនមនុស្សនោះបាត់ទៅហើយប្រលឹងបារមីនោះបានចង្កុលមុខប្រមានចំយ៉ាងខ្លាំងថាបើសិនជាប្រទេសសៀមឯងមិនព្រមជួសជុលប្រាសាទនេះឲ្យស្អាតដូចដើមវិញទេប្រទេសសៀមទាំងមូលនឹងត្រូវរលាយជាមិនខានឡើយបើយើងវិភាគតាមផ្លូវលោកឬតាមបែបវិទ្យាសាស្ត្រការដែលសៀមនាំមនុស្សកុះករមកលេងទីនេះគឺគ្រាន់តែជាល្បិចល្បល់នយោបាយចង់បង្ហាញប្រាប់ពិភពលោកថាប្រាសាទតាក្របីដែលជារបស់ខ្មែរសុទ្ធសាធនោះឥឡូវបានក្លាយជារបស់ថៃហើយប៉ុន្តែបើងាកមកមើលផ្លូវងងឹតផ្លូវអរូបិយនិងការជឿលើបារមីវិញការដែលពួកសៀមសម្រុកយកដង្វាយយ៉ាងច្រើនសន្ធឹកសន្ធាប់មកសែនព្រេននៅមុខប្រាសាទខ្មែរនេះគោលបំណងធំបំផុតគឺដើម្បីអង្វរករសុំកុំឲ្យបារមីប្រាសាទបន្តកាច់កសម្លាប់ទាហានថៃបន្តទៀតព្រោះមួយរយៈចុងក្រោយនេះមានពាក្យចចាមអារាមលេចឮយ៉ាងច្បាស់ពីសំណាក់ប្រជាជនសៀមផ្ទាល់ថាទាហានថៃដែលឈរជើងនៅទីនោះបានស្លាប់បន្តបន្ទាត់គ្នាដល់ទៅ3នាក់រួចមកហើយ ត
ตายที่เฮียนเตียงนู้สลับโดยซาอวัยหนึ่งสลับดาวระบีบนะเดิมจำน้อยในไส้เรื่องปิดบานพดามล้างเนื้อกำลองขายใบเปียนุกองตอบเสียมบานยกเครื่องจักรทมหมกชุกชายบ่มพลายเหตุราชนาสัมปวนเนียตนเตรียนโจลหมกเลือตึกใดขมายเยินยางกเคลื่อนปูเกบานชูไพรชูแทะสำบัยประเจจนหนึ่งเพียเยี่ยมชูชายถือเพลวเตียกโตปีประเตเกโจลหมกตึกใดขมายปนตายพีบออจาหนึ่งบารมัยศักดิ์สิทธิ์ปึดจีเมียนแมนเปียได้เครื่องจักรเตียงนุชูชายหมกดอดำบอลประสาทตากระใบแหดกาจำลายก็จับประดามเล็กลางเพลียมเครื่องจักรทมรอบเครื่องได้ทลบแต่คลังคลาสรับแต่ระลดมาสิ้นโคดนี่โคดนุเจียบรรตอบรรตัวดอยขมิ้นมูลเหตุเจียงจุจุลมันเจ๊หายซะเลยมันตรำแต่มาสิ้นเต้ส้มใบแต่มนุนักซีชนุลเบอร์เครื่องจักรเตียนุสรับแต่เมียนอาการะจกปั้วชื่อระมูลขนมปั้วอย่างคลั่งมวยถงายปีเตอใบดองระโหดดอลใบบอลแรงกายต้นใดต้นยืงดีตังนุปรีบดูเชียตำบอลบันดาซาได้มาจ้าตึกมาจ้าได้กงปุ่งดะโตเนี่ยได้เฮียนหมอกบ่มเปลี่ยนรู้ดอกทงไงมวยโดยซาแต่เนี่ยใบเครื่องจักรชื่ออ๋อขมิ้นนาเฮียนโจแต่บ่าวก็เมียนแต่เฮียนไทยมาเนี่ยได้แจ้ใบเครื่องจักรเมียนจัดเสื่องสมะจัดลางใบชูชายบรรตอเนยมาดมกระบายประสาทตะกระใบกงปงแต่ชูกายได้ซกสรับแต่เฮียนลูกประแตเคินปกแวกรุเนียมดอทมสัมบามวยกระบาโปนุบานวาเจนปีดัมบุกเลือกการเบิกแวกอย่างทมสำลังหมอกการติเฮียนลูกดอยแก้วเมฆกระหอมหนึ่งตึกมุกกาดสหาวบำพอดเรื่องราวในการเล็กลางในปุดอจำลายนี้ปิดชิกกรอยคลังนะส้มใบตาบันดาลสารปวดมีนเนื่องประเทศไทยก็บานชอบโปร่งเปรียดกาวเปียนูได้จำนายไอปุถมนุตาวติเฮียนไทยนุบานสำลับหรือเวียลูนบัตตุเวงดอยอัดกำบังขมิ้นนนามันเนกเจียจะบานเนเตปันตายเรื่องได้กูเอารันทดหนึ่งปรื้อกบาลบ่มพดบันเกาไลเนยยบนุปตอแต่มดองติเฮียนไทยได้ชี้ยักเบอร์เรื่องจักบ่มฟลายตึกได้ขมายเนื้อเปทไงนุสลับแต่แกงใบดงสลับเพลียมเนื้อขนมจำรมเปได้คล้วนกำปุงเด็กลงล็อกโดยเหมือนเมียนจุงงือหรือโรคสัญญาเอาไว้ส้มใบไตบันตึกลูกเปลือกหลังเปลี่ยนมิดเพียกติเฮียนเซงเตี้ยตึกนะเตือบดึงท่าดงเฮิมกอดบานพอดเตอร์หอยสากสอบปลายจีตระจึกหนึ่งเรื่องเอาไว้ได้ฟื้นเอาติเฮียนขนมบันตีเสียมเตียงมูลพยอร์กล้วนหนึ่งชะงอลดอสไรเหมือนใจนุคือเนื้อเลือตรุงระบบติเฮียนได้สลับนุสลับแต่เมียนดานสนามกระหอมอย่างฉบับได้เมียนตุ่มรงหนึ่งรูปเรียงโดยเจียสนามบัดเจืองมนุษย์จวนสังกอดปีเลือตรุงกอดอย่างคลั่งจังตาสนามบัดเจืองนี่จีระเบิดนนาหมกจวนตรุงกอดระโหดดอกแกงแบดงสลับแต่งกันตาละเตรียดเวียบานแต่จีจงงอดออัดกำบังได้ขมิ้นนามันเนี้ยเฮียนก่อใกล้โรคจำลายปรุมันเนี้ยดังจะมาขนองเจ็ดเตอหายท้านี่คือจิกาประดักสังฆาปีสำนักบารมัยโดนตานี่ให้คือจิกาสลับอย่างอัดกำบังระบอติเฮียนเสียมตีหมุยได้บ้านและบังชีวิตโดยซาแต่กาประมาทหนึ่งตนเตรียนตึกใดเก้ดำแนลโดนตาขมายเรื่องราวดอกปรือปรวจเนื้อมันตอนบรรจบตรมนิเต้บงบนพีบภัยรันทุดบานบันตอกรบดันดับเลบันตีแต่เห็นเสียมกันแต่ทงนทงโง่ลาลังบันตอไปกาสลับอย่างอาจกอมบังระบบที่เห็นที่มวยแต่เมียนสนามบาดเจอจวนเลตรุงนู้บานมันจูปันมันพองสลับแต่เมียนแฮดกาดอจำไลค์นั่นตอกสลุดมวยเทียดบานช็อกยกชีวิตที่เห็นเสียมตีปีเตียงก่อนดาลอัตรีดอย่างสงัดกอมบังบำพอดได้ทั่วกองตบเสียมเตียงมูพยยบยอสเตอร์แต่แรงเฮียนในตีนุต่อแต่เตียดเรื่องราวที่เฮียนเสียมตีปีสลับบานการล้างในยบมวยดอสงัดจงงขชอลบอกแต่จัดโคปีธรรมดากำปงแต่น้อมกเนียเด็กลงเลาะสลับแต่เมียนที่เฮียนเสียมเนี่ยบานกราวดาเจงปีก่อนไล่เด็กเตียงก่อนดาลอัตรีดโดยกายวิการรึงโชตรองเปรียบดูชื่อมนุษย์กำปงโยลสบัดดาร์หรือเตรียมมุนอากุมเอาไว้มายังเตะเตียงออกดาแต่มุกดอยเหมือนดึงขลุ่นเปรนุมัดแผะได้เยี่ยมกามช่วยขเนียมันบ้านจับอารามเอาไว้ทมดมหนูเตโดยเกิดแต่กอดกรอนแต่กราวดาวแต่ดอสไรเรื่องฟตอลคล้วนหรือบรรโตบ้องเนื้อกุมเปรย์กระบายนู่โดยซบมวยดองปันตายเปลเวลีแจะแต่กันลองพอดเตยปีมวยเมาเตยมวยเมาเพียบสงัดเชิงงำกันแต่กรบดันดบสรับตาติเฮียนเดดาเจนตินุ่มเหมือนเครื่องตรลับมกันไหลเด็กวันซอโดยเมียนกาซองไซหนึ่งบัดยูเป้ข้อปีโปรกระไดติเฮียนซิมยิจราเนี่ยก็บานประมูลขณีเบิกเพลิงเปิลดาสวงโรกกรุบจรอกเตียงอ้อเนยดำบอลจุ่มวินบันเตียนุเตียงเนยกระบายประสาตากระใบ
ទាំងជុំវិញតំបន់នោះនឹងគល់ដើមឈើគឺដើររកយ៉ាងយូរតែរកមិនឃើញសូម្បីតែស្រមោលដោយសារតែរកមិនឃើញហើយបូករួមនឹងភាពភ័យស្លន់ស្លោផងនោះទាហានសៀមបានសន្និដ្ឋានទាំងងងឹតងងុលថាច្បាស់ជាកងទ័ពខ្មែរយើងលួចចូលមកចាប់ខ្លួនទាហានរបស់គេបាត់ទៅហើយដោយសេចក្តីខឹងសម្បាបាត់បង់ម្ចាស់ការនិងភ័យតក់ស្លុតទាហានសៀមបានទាញកំភ្លើងបាញ់រែកយ៉ាងកំរោលចូលមកខាងទឹកដីខ្មែរជិត100គ្រាប់ធ្វើឲ្យផ្អើលអស់ព្រៃភ្នំបងប្អូនប្រហែលជានៅចាំបានហើយរឿងដែលទាហានសៀមបាញ់កំភ្លើងជិត100គ្រាប់នេះសូម្បីតែសារព័ត៌មានកម្ពុជានិងសារព័ត៌មាននៅប្រទេសសៀមក៏បានចុះផ្សាយយ៉ាងប្រងព្រាតកាលពីពេលនោះដែរដោយភាគីសៀមបានចោទប្រកាន់រុញទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកប៉ុន្តែការពិតជាក់ស្ដែងគឺទាហានសៀមខ្លួនឯងជាអ្នកភ័យស្លន់ស្លោហើយបាញ់រះមកលើទាហានកម្ពុជាមុនពិតប្រាកដមែនដោយសារតែរឿងបាត់ទាហានម្នាក់នេះសោះលុះព្រឹកព្រលឹមឡើងអ្វីគ្រប់យ៉ាងក៏ត្រូវបានលាតត្រដាងតែជាការលាតត្រដាងមួយដែលធ្វើឲ្យកងទ័ពសៀមទាំងអស់ឈររឹងខ្លួនព្រឺសម្បល់ខ្ញាក់នៅពេលដែលពន្លឺព្រះអាទិត្យរះឡើងទាហានសៀមបាននាំគ្នាដើរស្វែងរកមិត្តភ័ក្តិដែលបាត់ខ្លួននោះម្ដងទៀតស្រាប់តែពេលនោះពួកគេបានប្រទះឃើញសាកសពទាហានសៀមនោះបានចងកសម្លាប់ខ្លួននៅនឹងដើមឈើធំមួយដើមយ៉ាងគួរឲ្យខ្លាចនៅក្បែរតំបន់ប្រាសាទតាក្របីតែម្ដងភ្នែករបស់សពបើកធំសម្លឹងទៅមុខហាក់ដូចជាបានឃើញរឿងអ្វីមួយដ៏គួរឲ្យរន្ធត់បំផុតមុនពេលដាច់ខ្យល់ស្លាប់ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងនេះคล้ายទៅជាភាពចម្លែកនិងជាអាចកំបាំងដែលវិទ្យាសាស្ត្រឬនរណាម្នាក់មិនអាចបកស្រាយបាននោះគឺទីតាំងដើមឈើដែលទាហានសៀមនោះចងកស្លាប់គឺមានចម្ងាយត្រឹមតែ50ម៉ែត្រប៉ុណ្ណោះពីកន្លែងដែលពួកគេដេកបងប្អូនសាក់គិតចម្ងាយត្រឹមតែ50ម៉ែត្រកាលពីយប់មិញទាហានសៀមមួយវងធំបាននាំគ្នាដើររកយកពិលបញ្ចាំងរកគ្រប់កន្លែងដើរចុះដើរឡើងកាត់ទីតាំងដើមឈើនេះជាច្រើនលើកច្រើនសារណាស់តែហេតុអ្វីបានជាគ្មាននរណាម្នាក់មើលឃើញសាកសពដែលចងកនៅទីនោះសោះតើមានអ្វីបាំងភ្នែកពួកគេចម្លើយតែមួយដែលអ្នកស្រុកជឿជាក់នោះគឺម្ចាស់ទឹកដីនិងអ្នកតាម្ចាស់ស្រុកជាអ្នកបាំងភ្នែកកាលពិតទៅទាហាននោះមិនបានដើរទៅណាឆ្ងាយទេទាញយកព្រលឹងនិងបញ្ជាឲ្យដើរទៅចងកសងជីវិតនៅក្បែរប្រាសាទដើម្បីជាការប្រងប្រមានចាប់តាំងពីហេតុការចងកដ៏សាហាវនិងអាចកំបាំងនេះកើតមកវាបានសាយភាយភាពភ័យខ្លាចទៅដល់ទាហានសៀមផ្សេងទៀតចាប់ពីពេលនោះមកគ្មានទាហានសៀមនរណាម្នាក់ហ៊ានដើរល្បាតនៅកន្លែងស្ងាត់ឬហ៊ានដើរចេញក្រៅតែម្នាក់ឯងនៅពេលយប់ទៀតឡើយដំបូងឡើយភាគីទាហានសៀមបានព្យាយាមលាក់បាំងរឿងរ៉ាវមិនឲ្យបែកធ្លាយចេញក្រៅប៉ុន្តែក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយដោយសារតែម្ដាយឪពុករបស់សពទាហានសៀមនោះបានយំសោកបោកធ្លួនទើបធ្វើឲ្យរឿងរ៉ាវនៃភាពស័ក្តិសិទ្ធិរបស់ប្រាសាទតាក្របីនេះល្បីសុះសាយក្រក្រេកពេញតំបន់នោះនេះជាហេតុការណ៍ស្លាប់នៃទាហានសៀមទី2ពិតជាព្រឺសម្បុរនិងនឹកស្មានមិនដល់មែនបងប្អូនបន្ទាប់ពីទាហានសៀមទី1ត្រូវបារមីជាន់ទ្រូងគៀងបេះដូងស្លាប់និងទាហានទី2ត្រូវបារមីបាំងភ្នែកយកទៅចងកសម្លាប់នៅលើដើមឈើក្បែរប្រាសាទរួចមកចូលដល់ការស្លាប់នៃទាហានទី3នេះវិញក៏កាន់តែសាហាវកាន់តែចម្លែកនិងលាក់កំបាំងនៅអត្តកំបាំងដែលវិទ្យាសាស្ត្រមិនអាចបកស្រាយបានទាល់តែសោះរឿងរ៉ាវនៃការស្លាប់ទី3នេះបានកើតឡើងរំលងពីការស្លាប់របស់ទាហានទី2ប្រមាណជាជិត1ខែគឺស្ថិតនៅក្នុងកំឡុងខែ4មុនចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនៅក្នុងមន្ទីរទាហានសៀមដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាក្របីនោះមានទាហានសៀម2នាក់ដែលគេស្គាល់យ៉ាងច្បាស់ថាជាមិត្តភក្តិស្លាប់រស់នឹងគ្នាអ្នកទាំងពីរនេះស្រឡាញ់រាប់អានគ្នាដោយបងប្អូនបង្កើតអញ្ចឹងតែណាមកណាគឺស្រមោលអន្ទូលតាមប្រាណហូបជុកដេកដើរជាមួយគ្នាជានិច្ចហើយតាំងពីស្គាល់គ្នាមកមិនដែលទាស់សម្ដីឬឆ្លោះប្រកែកគ្នាម្ដងណាឡើយលុះដល់ថ្ងៃមួយមេបញ្ជាការកងទ័ពសៀមបានចេញបទបញ្ជាដាច់ខាត់ឲ្យកូនចៅយករបងបនឡាលួទៅផាត់រាំងចូលមកលើដីខ្មែរបន្ថែមទៀតអ្វីដែលជាការប្រមាថដ៏ធ្ងន់ធ្ងរនោះគឺមេបញ្ជាការបានបញ្ជាឲ្យទាហានដែលជាមិត្តសម្លាញ់ទាំងពីរនាក់នេះទៅដាក់របងបនឡាលួនៅចំទីតាំងក្បែរដើមឈើដែលទាហានទី2ទើបតែបានចងកស្លាប់កាលពី1ខែមុននោះឯងអ្នកទាំងពីរក៏បាននាំគ្នាទៅធ្វើតាមបញ្ជាទាំងប្រថុយប្រឋាន
ដោយបំពេញលើទីតាំងស័ក្តិសិទ្ធិនិងជាកន្លែងដែលមានប្រលឹងវិញ្ញាណកំពុងសន្ធិដ្ឋបន្ទាប់ពីបានលាតរបងបនឡាលូហ្វចូលមកលើទឹកដីខ្មែរនៅពេលថ្ងៃរួចរាល់លុះពេលយប់មកដល់ក្រុមទាហានសៀមទាំងនោះបាននាំគ្នាទិញស្រាទិញគ្រឿងក្លែមមកផឹកស៊ីជួបជុំគ្នាយ៉ាងកក្រឹកកក្រែងពួកគេផឹកបណ្ដាអួតអាងបណ្ដាដោយគិតក្នុងចិត្តយ៉ាងមានអំនួយថាពេលនេះមានរបងបនឡាលួសរាំងជុំចិត្តអស់ហើយតែហ៊ានខ្មែរមិនអាចធ្វើអ្វីពួកគេបានទៀតឡើយពួកគេសប្បាយភ្លេចខ្លួនដោយគិតត្រឹមតែការការពារពីមនុស្សតែពួកគេភ្លេចការពារពីមហិទ្ធិឫទ្ធិបារមីផ្លូវងងឹតដែលមើលមិនឃើញស្រាប់តែកំពុងតែផឹកស៊ីសប្បាយសុកគ្មានរឿងអ្វីសោះតែហ៊ានដែលជាមិត្តសម្លាញ់គ្នាទាំងពីរញាក់នោះស្រាប់តែប្រែប្រួលចរិតខុសប្រក្រតីមុខមាត់ប្រែជាក្រហមសម្លឹងមើលមុខគ្នាដោយកែវភ្នែកគំនុំដូចសត្រូវសងសឹកគ្នាពីជាតិមុនពួកគេបានចាប់ផ្ដើមតោះសម្ដីនិងឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លាបំផុតដោយគ្មាននរណាម្នាក់ដឹងពីមូលហេតុច្បាស់ឡើយព្រោះម្នាក់សុទ្ធតែស្រវឹងជោគជាំកំពុងតែប្រកែកគ្នាខ្លាំងស្រាប់តែទាហានម្នាក់បានស្ទុះទៅទាញកំភ្លើងបាញ់តម្រង់ទៅលើមិត្តសម្លាញ់ខ្លួនឯងផ្ទាល់ជាច្រើនគ្រាប់លាន់លឺក៏ក្រឹកព្រីបើយោងតៅសម្ដីប្រជាជនសៀមដែលលួចទម្លាយរឿងនេះបានឲ្យដឹងថាទាហានដែលរងគ្រោះនោះត្រូវគ្រាប់កំភ្លើងចំនួន3គ្រាប់ប៉ុន្តែគ្រាប់ទាំងនោះត្រូវត្រឹមតែចំណិចស្រាលដែលមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយគឺនៅមានដង្ហើមនិងអាចសង្គ្រោះបានយ៉ាងងាយស្រួលឃើញសភាពបែបនេះទាហានសៀមទាំងអស់ក៏ប្រញាប់ប្រញាល់យកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យនៅឯប្រទេសថៃទាំងកណ្ដាលអធ្រាត្រប៉ុន្តែអ្វីដែលចម្លែកនឹងមិនបកស្រាយរោគចម្លើយបាននោះទាហានរងរបួសនោះបន្ទាប់ពីបញ្ជូនឆ្លងកាត់ផុតព្រំដីខ្មែរចូលទៅជន់លើទឹកដីសៀមភ្លាមស្រាប់តែទាហានដែលក្រន់តែរបួសស្រាលនោះបានប្រកែកដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេចដោយមិនគួរឲ្យជឿទាល់ទៅសោះវាជារឿងដែលខុសពីធម្មជាតិទាំងស្រុងព្រោះរបួសប៉ុណ្ណឹងមិនអាចធ្វើឲ្យមនុស្សស្លាប់លឿនបែបនេះឡើយក្តីរន្ធត់មិនទាន់បញ្ចប់ត្រឹមនេះទេបងប្អូននៅពេលដែលរថយន្តដឹកសាកសពទៅដល់មន្ទីរពេទ្យគ្រូពេទ្យជំនាញបានធ្វើការត្រួតពិនិត្យសាកសពយ៉ាងល្អិតល្អន់លទ្ធផលដែលគ្រូពេទ្យប្រកាសប្រាប់បានធ្វើឲ្យកងទ័ពសៀមដែលជូនទៅនោះឈរស្រឡំកាំងភ័យញ័រស្ទើរលាស់ព្រលឹងចេញពីខ្លួនគ្រូពេទ្យបានបញ្ជាក់យ៉ាងច្បាស់ថាទាហាននេះមិនមែនស្លាប់ដោយសារការបាត់បង់ឈាមឬរងរបួសដែលគ្រាប់កំភ្លើងនោះទេប៉ុន្តែគាត់ស្លាប់ដោយសារតែបាក់កបាទបងប្អូនស្ដាប់មិនខុសទេគឺបាក់កគ្រូពេទ្យបានបញ្យល់ថាឆ្អឹងករបស់សពត្រូវបានបាក់នឹងវើខុសប្រក្រតីប្រៀបបីដូចជាមានកម្លាំងអ្វីមួយមកកាច់កឬទៅបុកអ្វីមួយពេញមួយទំហឹងទើបបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមបែបនេះគ្រាន់តែលីពេទ្យបញ្ជាក់បែបនេះទាហានសៀមទាំងអស់ទើបភ្ញាក់ព្រឺតនឹងមិនអាចរកចម្លើយនៃហេតុការណ៍នេះបានឡើយបន្ទាប់ពីរឿងហេតុនេះកើតឡើងហើយប្រជាជនសៀមនិយាយពីមាត់មួយទៅមាត់មួយថាបារមីប្រាសាទបានចូលសន្ធិដ្ឋឲ្យពួកគេបាញ់គ្នាឯងហើយបារមីនោះបានតាមទៅកាច់កផ្ដាច់សង្ខារទាហាននោះចោលគ្រាន់តែដឹងទាហានផុតទឹកដីខ្មែរដើម្បីជាការប្រមានដ៏សាហាវបំផុតថាអ្នកណាហ៊ានបំពានអ្នកនោះត្រូវតែសងដោយជីវិតបងប្អូនទស្សនិកជនជាទីគោរពឆ្លងកាត់ហេតុការណ៍ដ៏ព្រឺព្រួចនិងការស្លាប់យ៉ាងអាចកំបាំងបន្តគ្នារបស់ទាហានសៀមទាំង3នាក់ខាងលើនេះហើយទើបជាចម្លើយយ៉ាងច្បាស់ក្រឡែតសបញ្ជាក់ថាហេតុអ្វីបានជាកាលពីពេលថ្មីនេះពួកសៀមនាំគ្នាសម្រុកយកដង្វាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងជ្រូកខ្វៃមាន់ទាផ្លែឈើទៅសែនព្រេនអង្វរកសុំសេចក្តីសុខនៅចំមុខបរិវេណប្រាសាទតាក្របីឬហៅថាប្រាសាទសិរីសួស្តីរបស់យើងពួកគេមិនមែនទៅសែនព្រោះតែមានចិត្តជ្រះថ្លានោះទេតែពួកគេទៅសែនដោយសារតែភាពភ័យខ្លាចលាស់ប្រលឹងខ្លាចឫទ្ធិបារមីកាច់យកជីវិតទាហានឬប្រជាជនគេបន្តទៀតហើយចំពេលកំពុងតែសែនព្រេននោះឯងដោយដែលខ្ញុំបានរៀបរាប់នៅដើមវីដេអូអញ្ចឹងគឺបារមីម្ចាស់ទឹកម្ចាស់ដីបានចូលសន្ធិដ្ឋក្នុងខ្លួនប្រជាជនសៀមម្នាក់ភ្លាមព្រមទាំងចង្អុលមុខប្រមានចំដោយសំឡេងដ៏កាចសាហាវថាប្រសិនបើប្រទេសសៀមឯងមិនព្រមជួសជុលប្រាសាទនេះឲ្យមានសភាពស្រស់ស្អាតរុងរឿងដូចដើមវិញទេនោះប្រទេសសៀមទាំងមូលនឹងត្រូវវិនាសរលាយជាមិនខានឡើយសម្ដីនេះបញ្ជាក់យ៉ាងច្បាស់ថាដូនតាខ្មែរយើងមិនដែលបោះបង់ទឹកដីគេមរតកនេះឡើយលោកតែងតែតាមថែរក្សាការពារជានិច្ចប៉ុន្តែបើយើងងាកមកគិតតាមជ្រុងមួយទៀតគឺជ្រុងវិទ្យាសាស្ត្រនិងល្បិចកលនយោបាយវិញនោះយើងនឹងឃើញទិដ្ឋភាពមួយផ្សេងទៀតដែលគួរឲ្យព្រួយបារម្ភ
ការដែលអាញាធរសៀមរៀបចំឲ្យប្រជាជនខ្លួនឯងនាំគ្នាសម្រុកមកធ្វើពិធីសាសនាលេងល្បែងកម្សាន្តនិងរាំច្រៀងយ៉ាងកុះករនៅលើទីតាំងប្រាសាទតាក្របីនេះគឺវាបង្កប់នូវល្បិចស៊ីជម្រៅដ៏ពឹសពុលពួកគេធ្វើបែបនេះគឺដើម្បីចង់បិទភ្នែកបន្លំការពិតនិងបង្ហាញទៅកាន់ពិភពលោកថាទីតាំងប្រាសាទតាក្របីនេះឥឡូវត្រូវបានគ្រប់គ្រងកាន់កាប់និងស្ថិតនៅក្រោមអំណាចរបស់ប្រទេសថៃទៅហើយព្រោះមានប្រជាជនគេចេញចូលធ្វើបុណ្យទានយ៉ាងរលូននេះគឺជាសង្គ្រាមចិត្តសាស្ត្រដែលយើងជាកូនខ្មែរត្រូវតែតាមឲ្យទាន់អញ្ចឹងមកដល់ចំណុចនេះសាច់រឿងគឺមានពីរជ្រុងយ៉ាងច្បាស់លាស់ហើយតើបងប្អូនជនរួមជាតិខ្មែរទាំងអស់ជឿជាក់ទៅលើជ្រុងមួយណាតើបងប្អូនជឿលើភាពស័ក្តិសិទ្ធិនៃបារមីភ្លេងងងឹតដែលតាមកាច់កទាហានសៀមដើម្បីការពារទឹកដីឬក៏បងប្អូនជឿថានេះគ្រាន់តែជាល្បិចកលនយោបាយឈ្លានពានរបស់សៀមសុទ្ធសាធដើម្បីយកលេសក្រសបយកប្រាសាទរបស់យើងសម្រាប់រូបខ្ញុំបាទផ្ទាល់ខ្ញុំជឿជាក់លើហេតុផលទាំងពីរនេះបញ្ចូលគ្នាតែម្ដងបាទចោះចំណែកបងប្អូនវិញយល់ឃើញយ៉ាងណាដែរកុំភ្លេចជួយបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះជាចុងក្រោយខ្ញុំបាទសូមលើកហត្ថថាទាំង10សូមអភ័យទោសទុកជាមុនរាល់កំហុសឆ្គងដោយអចេតនាយើងនឹងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងសាច់រឿងថ្មីនិងអាចកំបាំងនៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា